Caffele pasta ស្ងោររយៈពេល10នាទីហើយយើងដាក់អំបិលបន្តិចទៅវាមានរសជាតិវាប្រៃស្រង់ពីទឹកក្តៅហើយយើងអាចដាក់ប្រេងអូលីវដើម្បីកុំឲ្យវាជាប់គ្នាបន្លែដែលខ្ញុំប្រើសម្រាប់ធ្វើទឹកស៊ុប pasta ហ្នឹងគឺខ្ញុំដាក់តាហើយមុខទៀតគឺខ្ញុំដាក់គ្រាប់អូលីវយើងយកមកចិតវាជា2ជា3កំណាត់អញ្ចឹងណាខ្ញុំធ្វើទឹកស៊ុបpasta ហ្នឹងជាមួយនឹងសាច់មាន់យើងចិញ្ច្រាំហើយខ្ញុំយកវាមកស្ងោរឲ្យវាឆ្អិនហើយជា70ទៅ80% ដើម្បីឲ្យប្រកាសថាសាច់ហ្នឹងវាឆ្អិនពេលដែលយើងដាក់ទឹកស៊ុបចូលទៅគឺយើងត្រូវងាស់ជាមួយទឹកស៊ុបមកដងទៀតអញ្ចឹងបើសិនជាធ្វើជាមួយសាច់គោទាំងទឹកយើងដាក់សាច់គោហើយទឹកស៊ុបហ្នឹងជាមួយគ្នាតែម្ដងប៉ុន្តែសម្រាប់សាច់មាន់នេះគឺខ្ញុំគ្រាន់តែចង់ចម្អិនវាឲ្យឆ្អិនមួយផ្នែកហើយចាំយើងដាក់ទឹកស៊ុបហើយនឹងគ្រឿងផ្សេងៗដែលយើងត្រូវដាក់ចូលហ្នឹងសាច់មាន់បន្ទាប់ពីឆ្អិន80ឬក៏100% ហើយយើងអាចចាក់ទឹកស៊ុបទឹកប៉េងប៉ោះចូលតែម្ដងទឹកស៊ុបដែលនៅក្នុងកែវហ្នឹងយើងដាក់ទឹកកន្លះកែវហ្នឹងមកកន្លែងវាចាក់ឲ្យវាអស់ទឹកស៊ុបពីក្នុងកែវទឹកស៊ុបពេលដែលពុះហើយយើងដាក់ផ្សិតហើយនឹងគ្រាប់អូលីវចូលទឹកស៊ុប pasta នេះងាយស្រួលធ្វើមែនតើអ្នកទាំងអស់គ្នាអាចខាងបោមួយចុងស្លាបព្រាហើយយើងដាក់ហើបគ្រាន់តែប៉ុណ្្នេះគឺរួចរាល់រួចជាស្រេចទឹកស៊ុបនេះគឺយើងអាចយកមកស្រូបនៅលើ pasta បានតែបើអ្នកទាំងអស់គ្នាចូលចិត្តផ្អែមឬក៏រសជាតិដិតជាងនឹងអីទៀតអ្នកទាំងអស់គ្នាអាចដាក់ស្ករឬក៏ម្សៅស៊ុបអីចូលបន្តិចខ្ញុំប្រើតែអំបិលទេហើយទឹកស៊ុបហ្នឹងគឺវាមានរសជាតិ